បាទលោកស្រីនិងញ៉ាយទីមេត្រីបាទនេះជាទស្សនវិជ្ជានៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026ពានថ្នាក់ជាតិវគ្គ16ក្រុមចុងក្រោយបាទរវាងក្រុមបាល់ទាត់ Lion King សៀមរាបឯកសណ្ឋានពលលឿងនិងក្រុមបាល់ទាត់បឹងកេតបាទឯកសណ្ឋានពណ៌ក្រហមការប្រកួតធ្វើឡើងនៅម៉ោង 3:30 នាទីបាទនៅកីឡាដ្ឋានអាគីហ៊ីរ៉ូកាតូបាទស្ថិតនៅក្នុងសង្កាត់ក្របីរៀលក្រុងនិងខេត្តសៀមរាបការប្រកួតបាទចាប់ផ្ដើមភ្លាមឱកាសរបស់ក្រុមបឹងកេតដាក់សម្ពាធដោយកីឡាករបាទ Charlie Thomas Scott តែធ្វើមិនបានល្អហើយក្រុម Lion King សៀមរាបក៏ព្យាយាមវាយបកទៅវិញដែរបាទដោយវ៉ាន់លុចបាទយ៉ាងណាក៏ដោយការប៉ុនប៉ងរបស់ក្រុមបាទបឹងកេតក៏ធ្វើបានសម្រេចគ្របនាំមុខនៅនាទីទី12ដោយកីឡាករ Louis Chabala បាទនេះជាការទាត់បាល់បញ្ចូលទីគ្រាប់ទី1ដោយ Louis Chabala បាទទាត់បញ្ចូលទីបានសម្រេចនៅនាទីទី12ការប្រកួតក្រុមទាំងពីរនេះពិតជាល្អមែនទែនយ៉ាងណាក៏ដោយបឹងកេតក៏ព្យាយាមដាក់សម្ពាធម្ដងហើយម្ដងទៀតទៅលើគូប្រកួតរបស់ខ្លួនដែររហូតបាទទៅដល់នាទីទី22ក៏មានគ្រាប់បាល់កើតឡើងបន្ថែមដោយកីឡាករ Mayor Stephen Major Bevan បាទ Bevan គឺជាអ្នកធ្វើបានសម្រេចគ្រាប់បាល់ទី2នៅនាទីទី22ឲ្យក្រុមរបស់គេមិនទាន់អស់ចិត្តបាទកីឡាករម្ចាស់ឯកលេខ25 Bevan ក៏បន្ថែមគ្រាប់ទី2របស់ខ្លួនបន្ថែមនៅនាទីទី27បាទនេះជារូបភាពនៃការបញ្ជូនបាល់ចេញយ៉ាងល្អពីមិត្តរួមក្រុមហើយ Bevan ក៏ធ្វើបានសម្រេចគ្រាប់ទី3ឲ្យបឹងកេតនិងជាគ្រាប់ទី2របស់ខ្លួនបាទយើងឃើញថាក្រោយបាននាំមុខ3-0ហើយបាទបឹងកេតក៏ដាក់សម្ពាធ Louis Chabala បញ្ជូនបាល់មកប៉ះជើងខ្សែការពារ Lion King ហើយមកដល់ជើងកីឡាករ Bevan ក៏បន្ថែមគ្រាប់ទី4ឲ្យបឹងកេតនៅនាទីទី35និងជាគ្រាប់ hat-trick របស់ខ្លួនបាទគឺកីឡាករ Bevan នឹងឯងបាទអញ្ចឹងយើងឃើញថាបាទគ្រាប់បាល់ល្អបាទ3គ្រាប់នៅនាទីទី22 27និង35យ៉ាងណាក៏ដោយនៅនាទីទី42កីឡាករ Shoot Nava ប្រើជើងឆ្វេងទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេបន្ទាប់ពីប៉ះដៃអ្នកចាំទីផ្ទះមកបាល់ផ្លាតចេញហើយ Shoot Nava ក៏ទាត់បញ្ចូលទីគ្រាប់បាល់ទីបាទ4បានទី5បានសម្រេចឲ្យក្រុមរបស់គេធ្វើឲ្យលោក Connor Nester ផ្ទះដៃអបអរសាទរហើយជិតចប់ការប្រកួតវគ្គទី1នៅទីទី45+4 Louis Chabala ក៏បន្ថែមគ្រាប់ទី2របស់ខ្លួននិងជាគ្រាប់ទី6ឲ្យក្រុមបឹងកេតបាទផុតដៃអ្នកចាំទីកៃប៉ុស្តិ៍បាទនេះទស្សនារូបភាពបញ្ជាក់ឡើងវិញកន្លែងដែល Louis Chabala រកបានគ្រាប់បាទបាល់ទី6ឲ្យក្រុមចប់វគ្គទី1បាទគឺក្រុមបឹងកេតនាំមុខ6-0បាទការប្រកួតចូលដល់វគ្គទី2យើងឃើញថាបឹងកេតក៏មានឱកាសម្ដងហើយម្ដងទៀតដែរហើយទីបំផុតក៏បន្ថែមបានមួយគ្រាប់ទៀតនៅនាទីទី60បាទដោយកីឡាករ Bevan បាទកន្លែងនេះចាប់បាឡាបញ្ជូនបាល់មកឲ្យ Bevan បំវាយខ្លួនហើយក៏ទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេនៅនាទីទី74បាទយើងឃើញថាក្រុមបាល់ទាត់បឹងកេតមានឱកាសបន្តទៀតបន្ទាប់ពីអៀវសវណ្ណារាទាត់បាល់មកប៉ះដៃខ្សែការពាររបស់ Lion King ហើយច័ន្ទវឌ្ឍនាការក៏ទាត់បញ្ចូលទីបានសម្រេចគ្រាប់បាល់ទី8ឲ្យក្រុមរបស់គេបាទលោក Connor Nester លើកដៃបាទល្អហើយទីបំផុតនៅនាទីទី82កីឡាករវ័យក្មេងអៀវសវណ្ណារាក៏ធ្វើបានសម្រេចគ្រាប់ទី9ឲ្យក្រុមតែម្ដងបាទហើយនាទីនៅសេសសល់យើងឃើញថាក្រុមបាល់ទាត់ Lion King សៀមរាបក៏ព្យាយាមដាក់សម្ពាធទៅលើគូប្រកួតខ្លះដែរបាទក្រោយពីក្រុមបាល់ទាត់បឹងកេតបាទរកគ្រាប់បាល់កន្លែងនេះ Henrik ទាត់ហើយបាទកីឡាករបាទសុផុនបាទទៅអត់ទាន់កុំអីអាចមានគ្រាប់បាល់នេះមួយជើងទៀតបាទរបស់កីឡាករ Thi Ravi ចុងម៉ោងចប់ការប្រកួតបឹងកេតឈ្នះ9-0ទៅលើក្រុមបាល់ទាត់ Lion King ខេត្តសៀម